អាហារទាំង10មុខដែលមនុស្សវ័យចំណាស់គួរកាត់បន្ថយឬប្រុងប្រយ័ត្នពេលបរិភោគសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្ងៃនេះតើអ្នកធ្លាប់សង្កេតទេថាពេលមនុស្សយើងកាន់តែមានវ័យចំណាស់រាងកាយក៏ចាប់ផ្ដើមផ្លាស់ប្ដូរដែរប្រព័ន្ធរំលាយអាហារដំណើរការតម្រង់នោមបេះដូងនិងសរសៃឈាមមិនធ្វើការល្អដូចកាលនៅក្មេងទៀតឡើយដូច្នេះការជ្រើសរើសអាហារបរិភោគជារៀងរាល់ថ្ងៃគឺជាចំណុចសំខាន់មួយដែលអាចជួយឲ្យរស់នៅបានយូរនិងមានសុខភាពល្អនៅក្នុងវីដេអូនេះយើងនឹងស្គាល់អាហារទាំង10មុខដែលមនុស្សវ័យចំណាស់គួរកាត់បន្ថយឬប្រុងប្រយ័ត្នពេលបរិភោគទី1អាហារប្រៃខ្លាំងអាហារដែលមានជាតិប្រៃច្រើនដូចជាត្រីងៀតសាច់ងៀតប្រហុកផ្អកឬអាហារកំប៉ុងអាចធ្វើឲ្យសម្ពាធឈាមកើនឡើងការបរិភោគអំបិលច្រើនជាប្រចាំក៏អាចបង្កើនបន្ទុកដល់តម្រងនោមនិងបេះដូងផងដែរដូច្នេះគួរប្រើអំបិលក្នុងបរិមាណសមរម្យនិងភ្លក្សមុននឹងបន្ថែមគ្រឿងប្រៃទី2អាហារផ្អែមខ្លាំងនំភេសជ្ជៈផ្អែមតែទឹកដោះគោមានស្ករឬបង្អែមផ្សេងៗអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាពិសេសសម្រាប់អ្នកដែលមានឬប្រឈមនឹងជំងឺទឹកនោមផ្អែមគួរតែជ្រើសរើសផ្លែឈើស្រស់ឬអាហារដែលមានជាតិសរសៃជំនួសវិញទី3អាហារជៀននិងខ្លាញ់ច្រើនសាច់បំពងដំឡូងបំពងមាន់បំពងនិងអាហារដែលប្រើប្រេងច្រើនអាចធ្វើឲ្យកូលេស្តេរ៉ុលកើនឡើងនិងបង្កើនហានិភ័យជំងឺបេះដូងការចំហុយស្ងោរឬអាំងជាជម្រើសដែលល្អជាងទី4សាច់កែច្នៃដូចជាសាច់ក្រកហាំបេកុនឬសាច់កំប៉ុងអាហារទាំងនេះច្រើនមានអំបិលខ្លាញ់និងសារធាតុរក្សាទុកខ្ពស់ការញ៉ាំញឹកញាប់អាចមិនល្អសម្រាប់សុខភាពបេះដូងនិងសរសៃឈាមទី5ភេសជ្ជៈផ្អែមនិងទឹកក្រូចកំប៉ុងមនុស្សជាច្រើនគិតថាភេសជ្ជៈផ្លែឈើគឺល្អសម្រាប់សុខភាពប៉ុន្តែភេសជ្ជៈខ្លះមានជាតិស្ករច្រើនជាងការគិតទឹកស្អាតឬទឹកផ្លែឈើស្រស់ដែលមិនបន្ថែមស្ករគឺជាជម្រើសប្រសើរជាងទី6អាហារដែលមិនទាន់ឆ្អិនល្អដូចជាសាច់ឆៅត្រីឆៅស៊ុតឆៅឬអាហារសមុទ្រមិនទាន់ឆ្អិនមនុស្សវ័យចំណាស់មានប្រព័ន្ធការពាររាងកាយខ្សោយជាងមុនដូច្នេះហានិភ័យនៃការឆ្លងមេរោគក៏ខ្ពស់ជាងដែរទី7អាហារកែច្នៃខ្ពស់ដូចជាមីកញ្ចប់អាហារក្លាសេនិងអាហារកញ្ចប់ដែលអាចរក្សាទុកបានអាហារប្រភេទនេះភាគច្រើនមានអំបិលខ្លាញ់និងសារធាតុបន្ថែមច្រើនប៉ុន្តែមានសារធាតុចិញ្ចឹមតិចទី8គ្រឿងស្រវឹងការផឹកគ្រឿងស្រវឹងច្រើនអាចប៉ះពាល់ដល់ថ្លើមបេះដូងនិងការគេងលើសពីនេះវាក៏អាចមានប្រតិកម្មជាមួយថ្នាំដែលមនុស្សវ័យចំណាស់កំពុងប្រើប្រាស់ផងដែរទី9អាហារដែលរឹងពេកក្របរឹងឬអាហារដែលពិបាកទំពាអាចបង្កការលំបាកសម្រាប់អ្នកដែលមានបញ្ហាធ្មេញឬការលេបគួរជ្រើសរើសអាហារទន់ៗងាយទំពានិងងាយរំលាយទី10អាហារដែលមានជាតិខ្លាញ់ trans fat ដូចជានំខ្លះៗនំដូណាត់នំកុម្ម៉ង់និងអាហារបំពងដែលប្រើប្រេងម្ដងហើយម្ដងខ្លាញ់ប្រភេទនេះអាចបង្កើនកូលេស្តេរ៉ុលអាក្រក់និងបង្កើនហានិភ័យជំងឺបេះដូងជាចុងក្រោយសូមចងចាំថាមិនមែនអាហារទាំងនេះត្រូវហាមឃាត់ទាំងស្រុងនោះទេអ្វីដែលសំខាន់គឺការបរិភោគឲ្យសមរម្យមានតុល្យភាពនិងសមស្របទៅតាមស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗការញ៉ាំបន្លែផ្លែឈើត្រីគ្រាប់ធញ្ញជាតិនិងផឹកទឹកគ្រប់គ្រាន់រួមជាមួយការធ្វើលំហាត់ប្រាណស្រាលៗជាប្រចាំអាចជួយឲ្យមនុស្សវ័យចំណាស់មានសុខភាពល្អនិងរស់នៅប្រកបដោយគុណភាពជីវិតបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like share និង follow ឬ subscribe ដើម្បីកុំឲ្យខកខានវីដេអូថ្មីៗដែលនាំមកនូវចំណេះដឹងល្អៗសម្រាប់សុខភាពសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយ